ត្រឡប់មកវិញហើយនៅចាលើកនេះនាងខ្ញុំនឹងលើកយកនៅព័ត៌មានសន្តិសុខវិញម្ដងដើម្បីជម្រាបជូនដល់ទស្សនិកជនចាដោយព័ត៌មានពុស្ដាចាសូមអញ្ជើញលោកចន្ទរាបាទថ្ងៃនេះខ្ញុំសូមលើកយករឿងមួយដែលជាករណីគ្រោះថ្នាក់ចរាចរណ៍បាទគ្រោះថ្នាក់ចរាចរណ៍នេះគឺនៅទីក្រុងភ្នំពេញតែម្ដងបាទរថយន្តមួយគ្រឿងបើកបុកម៉ូតូសង្ការេបណ្ដាលឲ្យនារីម្នាក់រងរបួសស្រាលហើយអ្នកបើកបរបានរត់គេចខ្លួនបាត់បាទរថយន្តមួយគ្រឿងបើកបុកម៉ូតូសង្ការេត្រង់ចំណុចផ្លូវបំបែកជា4បណ្ដាលឲ្យនារីម្នាក់និងបុរសម្នាក់រងរបួសស្រាលរលាត់ដៃរលាត់ជើងហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង8:50នាទីនៅទល់មុខនឹងទីស្នាក់ការ PM ខណ្ឌចំការមនតាមបណ្ដោយផ្លូវម៉ៅស៊ីតុងកែងនឹងផ្លូវ163សង្កាត់ទួលទំពង់ទី1ខណ្ឌចំការមនបាទប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានដឹងថានៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់និងនារីម្នាក់ជិះម៉ូតូម៉ាកសង្ការេពណ៌ក្រហមមួយគ្រឿងដែលមានផ្លាកលេខធ្វើដំណើរតាមបណ្ដោយផ្លូវ163ទិសដៅពីជើងទៅត្បូងលោកមកដល់ស្តុបទួលទំពង់បានបត់ទៅឆ្វេងស្រាប់តែមានរថយន្តលិចស៊ីពណ៌ខ្មៅមួយគ្រឿងមិនចាំស្លាកលេខបានបើកតាមបណ្ដោយផ្លូវម៉ៅស៊ីតុងក្នុងទិសដៅពីលិចទៅកើតបានបើកមកបុកនឹងម៉ូតូសង្ការេប៉ះដៃចង្កូតម៉ូតូបណ្ដាលឲ្យដួលធ្វើឲ្យនារីទាំងធ្វើឲ្យនារីបរិសុទ្ធទាំងពីរនាក់នោះរងរបួសស្រាលរលាត់ដៃរលាត់ជើងបាទក្រោយពេលកើតហេតុរថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលចំណែកជនរងគ្រោះបានជិះម៉ូតូទៅមន្ទីរពេទ្យដោយខ្លួនឯងបាទនេះជាករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលគាត់បើកម៉ូតូទៅហើយរថយន្តស៊េរីទំនើបបាទលិចស៊ីបាទហើយគាត់បានមកបើកបុកជាមួយនឹងប៉ះដៃចង្កូតហើយជាមួយនឹងម៉ូតូសង្ការេបណ្ដាលឲ្យអ្នកបើកបររងរបួសស្រាលដែរបាទនេះជាករណីកើតហេតុនៅទីក្រុងភ្នំពេញយើងតែម្ដងបាទកញ្ញាមានព័ត៌មានអ្វីបន្ថែមទៀតទេជាមួយនឹងព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បាញ់មិញនេះចានេះខ្ញុំក៏មាននៅករណី